ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងម៉ាកុសជំពូក14ខ29ដល់31តែពេត្រុសទូលទ្រង់ថាទោះបើមនុស្សទាំងអស់រវាទចិត្តចេញក៏ដោយគង់តែទូលបង្គំមិនដូច្នោះទេព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាខ្ញុំប្រាប់អ្នកជាប្រកាសថានៅថ្ងៃនេះគឺនៅក្នុងពេលយប់នេះឯងមុនដែលមាន់រងាវ2ដងនោះអ្នកនឹងប្រកែកគ្រប់3ដងថាមិនស្គាល់ខ្ញុំតែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថាទោះបើទូបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តីគង់តែមិនព្រមថាមិនស្គាល់ទ្រង់ដូច្នោះឡើយហើយទាំងអស់ក៏ថាដូចគ្នានេះគឺជាការអះអាងដោយភាពក្លាហានបំផុតរបស់លោកពេត្រុសចំពោះព្រះយេស៊ូវគាត់បាននិយាយថាទោះបីជាមនុស្សទាំងអស់រវាទចិត្តឬក៏ចាកចេញពីទ្រង់ក៏ដោយក៏ទូបង្គំនៅតែដើរតាមទ្រង់ទូបង្គំនៅតែមិនបោះបង់ទ្រង់នោះឡើយហើយទូបង្គំនឹងមិនបដិសេធព្រះអង្គនៅចំពោះអ្នកដទៃនោះឡើយពេត្រុសបានអះអាងដោយមានទំនុកចិត្តបំផុតយ៉ាងណាមិញយើងដឹងថាព្រះយេស៊ូវទ្រង់ជ្រាបថាពេត្រុសនឹងបដិសេធទ្រង់3ដងមុនមាន់រងាវហើយបានមានបន្ទូលប្រាប់ដល់ពេត្រុសទៀតថាអ្នកនឹងប្រកែកអ្នកនឹងបដិសេធខ្ញុំនៅចំពោះមុខមនុស្សប៉ុន្តែលោកពេត្រុសនៅតែប្រកែកយ៉ាងខ្លាំងថាទោះស្លាប់ក៏ទូបង្គំនៅតែនៅជាមួយទ្រង់ទូបង្គំមិនបដិសេធទ្រង់ឡើយព្រះអង្គបងប្អូនឃើញពីសេចក្តីស្រឡាញ់របស់លោកពេត្រុសជាការពិតណាស់លោកពេត្រុសស្រឡាញ់ព្រះយេស៊ូវប៉ុន្តែកម្លាំងរបស់គាត់មានដែនកំណត់គាត់មានភាពកំសោយបងប្អូនហើយយើងអាចប្រកាសដោយភាពក្លាហានដូចជាលោកពេត្រុសខណៈពេលដែលយើងមានភាពសុខស្រួលខណៈពេលដែលយើងមានកម្លាំងខណៈពេលដែលយើងមានទំនុកចិត្តស្ថានភាពផ្សេងល្អប្រសើរប៉ុន្តែយើងប្រហែលជាអាចធ្លាក់ខ្លួនដូចជាលោកពេត្រុសដែរនៅពេលដែលស្ថិតនៅក្នុងស្ថានភាពមួយដែលគំរាមកំហែងស្ថានភាពមួយដែលភ័យខ្លាចស្ថានភាពមួយដែលរងសម្ពាធប្រហែលយើងក៏អាចបដិសេធព្រះយេស៊ូវយើងក៏អាចនិយាយថាមិនស្គាល់ព្រះយេស៊ូវដូចជាលោកពេត្រុសដែរកម្លាំងខាងវិញ្ញាណមិនមែនពឹងផ្អែកលើឆន្ទៈនិងការតាំងចិត្តរបស់ខ្លួនឡើយប៉ុន្តែពឹងផ្អែកលើព្រះគុណរបស់ព្រះទាំងស្រុងយើងឃើញថាព្រះយេស៊ូវនៅតែស្រឡាញ់លោកពេត្រុសដដែលទោះបីជាដឹងថាពេត្រុសនឹងបដិសេធទ្រង់ឬពួកសិស្សរបស់ទ្រង់នឹងរត់ខ្ចាត់ខ្ចាយចេញពីទ្រង់នៅតែមានព្រះទ័យមេត្តាករុណាទ្រង់មិនបានបណ្ដេញសិស្សណាមួយចេញនោះឡើយតែថែមទាំងហៅពួកគេឲ្យត្រឡប់មកវិញដោយព្រះគុណរបស់ទ្រង់នេះហើយគឺជាសេចក្តីមេត្តាករុណារបស់ព្រះទ្រង់ជ្រាបគ្រប់សពពីជីវិតរបស់យើងពីជំហានដែលយើងត្រូវដើរឬក៏ពីការគិតរបស់យើងតែទ្រង់នៅតែមានព្រះទ័យមេត្តាករុណាចំពោះយើងព្រះបន្ទូលនេះបង្រៀនយើងថាកុំឲ្យអួតពីសេចក្តីជំនឿរបស់ខ្លួនឡើយហើយក៏កុំឲ្យមើលងាយដល់បងប្អូនដទៃដែលកំពុងតែធ្លាក់ទៅក្នុងសេចក្តីក្បួនផ្ទុយទៅវិញយើងត្រូវអធិដ្ឋាននិងអោបក្រសោបគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់របស់ព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដូច្នេះបងប្អូនហើយយើងគួរតែរក្សាការបន្ទាបខ្លួនរក្សាការចាំយាមនិងអធិដ្ឋានហើយទូលសុំព្រះគុណរបស់ព្រះអង្គជារៀងរាល់ថ្ងៃដើម្បីរស់នៅក្នុងសេចក្តីជំនឿដែលព្រះអង្គសពព្រះហឫទ័យព្រះអង្គចាស់នៃទូបង្គំទ្រង់បានទតឃើញពីជីវិតរបស់ទូបង្គំសពគ្រប់ពីគំនិតនិងផែនការរបស់ទូបង្គំទាំងអស់ជួនពេលខ្លះយើងខ្ញុំបានសារភាពដូចជាលោកពេត្រុសដែលតែងតែអះអាងថាយើងខ្ញុំមានសេចក្តីជំនឿលើទ្រង់យើងខ្ញុំទុកចិត្តលើទ្រង់យើងខ្ញុំស្រឡាញ់ទ្រង់ហើយយើងខ្ញុំប្រឹងធ្វើតាមព្រះបន្ទូលប៉ុន្តែក៏មានពេលខ្លះដែលយើងខ្ញុំបានបដិសេធទ្រង់ដូចជាលោកពេត្រុសដែរជាញឹកញាប់គឺបដិសេធមិនព្រមធ្វើតាមព្រះបន្ទូលរបស់ទ្រង់ទោះបីយើងខ្ញុំបានឮទោះបីយើងខ្ញុំបានដឹងថាវាជាការល្អក៏ដោយតែនិស្ស័យសាច់ឈាមបានបដិសេធព្រះបន្ទូលរបស់ទ្រង់សូមជួយឲ្យយើងខ្ញុំទុកចិត្តលើទ្រង់ជាជាងទុកចិត្តលើខ្លួនឯង
ជាជាងទុកចិត្តលើប្រាជ្ញារបស់ខ្លួនជាជាងទុកចិត្តលើចំណេះដឹងនិងសមត្ថភាពរបស់ខ្លួនសូមព្រះវិញ្ញាណទ្រង់បានដឹកនាំយើងខ្ញុំឲ្យចេះចាំយាមចេះអធិដ្ឋានហើយពឹងផ្អែកលើព្រះគុណរបស់ទ្រង់ព្រះគុណទ្រង់ទោះបីជាទូបង្គំយើងខ្ញុំបរាជ័យនៅក្នុងការធ្វើតាមទ្រង់ក៏ដោយតែសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ទ្រង់ដែលមានចំពោះទូបង្គំគ្រប់គ្នាគឺនៅដដែលក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន